Shanghai Tower គឺជាអគារកម្ពស់ខ្ពស់ Mega Skyscraper ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម Lujiangzui នៃទីក្រុង Shanghai ប្រទេសចិនអគារនេះជាអគារខ្ពស់ជាងគេនៅប្រទេសចិននិងជាអគារខ្ពស់ជាងគេលំដាប់ទី3នៅលើពិភពលោកបន្ទាប់ពីអគារ Burj Khalifa និងអគារ Merdeka 118គម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ 14.8 ពាន់លានយួនឬស្មើនឹងប្រហែល 2.3 ពាន់លានដុល្លារអាមេរិកដោយចាប់ផ្ដើមការសាងសង់នៅក្នុងឆ្នាំ 2008 បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ 2015 និងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ 2016 អគារមួយនេះមាន 128 ជាន់នៅលើដីនិង 5 ជាន់នៅក្រោមដីជាមួយនឹងកម្ពស់សរុប 632 ម៉ែត្រឬស្មើនឹង 2073 ហ្វីតដែលជានិមិត្តរូបនៃការអភិវឌ្ឍទីក្រុងសៀងហៃនិងបង្ហាញអំពីសមត្ថភាពវិស្វកម្មនិងស្ថាបត្យកម្មទំនើបរបស់ប្រទេសចិនគម្រោង Shanghai Tower ត្រូវបានអភិវឌ្ឍនិងវិនិយោគដោយ Shanghai Tower Construction and Development Co Ltd ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមមាន Shanghai Zhongtou Corporation Shanghai Lujiazui Finance and Trade Zone Development Co Ltd និង Shanghai Construction Group រួមជាមួយនឹងសហគ្រាសរដ្ឋដទៃទៀតការស្ថាបត្យកម្មត្រូវបានអនុវត្តដោយក្រុមហ៊ុនល្បីលំដាប់ពិភពលោក Gensler សហរដ្ឋអាមេរិកដោយសហការជាមួយ Tongji Architectural Design Institute និងជាក្រុមហ៊ុនវិស្វកម្មអន្តរជាតិជាច្រើនរូបរាងអគារត្រូវបានរចនាទម្រង់ជាបង្វិល Twisting Form ប្រហែល 120 ដឺក្រេដើម្បីកាត់បន្ថយសម្ពាធខ្យល់បង្កើនប្រសិទ្ធភាពថាមពលនិងបន្ថយការប្រើប្រាស់សម្ភារៈសំណង់ Shanghai Tower គឺជាគម្រោងអភិវឌ្ឍប្រភេទចម្រុះដែលរួមមានអគារការិយាល័យលំដាប់ Grade A សណ្ឋាគារប្រណិតមជ្ឈមណ្ឌលពាណិជ្ជកម្មកន្លែងសន្និសីទកន្លែងទស្សនាទេសភាពទីក្រុងនិងសេវាកម្មពាណិជ្ជកម្មជាច្រើនសម្រាប់អ្នកវិនិយោគអចលនទ្រព្យអគារមួយនេះត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិលំដាប់ពិភពលោកដោយសារមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់បំផុតរបស់ប្រទេសចិនដែលមានការគាំទ្រពីសហគ្រាសរដ្ឋនិងមានស្តង់ដារអគារបៃតង LEED Platinum ដែលបានផ្ដោតទៅលើការសន្សំសំចៃថាមពលការអភិវឌ្ឍប្រកបដោយនិរន្តរភាពការរួមបញ្ចូលការិយាល័យសណ្ឋាគារពាណិជ្ជកម្មនិងទេសចរណ៍ក្នុងគម្រោងតែមួយដែលបានបង្កើនប្រភពចំណូលចម្រុះនិងបង្កើនសក្តានុពលនៃការបង្កើតឡើងនៃតម្លៃអចលនទ្រព្យនៅក្នុងរយៈពេលវែងដែលធ្វើឲ្យ Shanghai Tower ក្លាយទៅជាគម្រោងអចលនទ្រព្យដ៏លេចធ្លោនិងជាគំរូសម្រាប់ការអភិវឌ្ឍអគារខ្ពស់នៅលើពិភពលោកសូមអរគុណសម្រាប់ការទស្សនាពីខ្ញុំស្នា The Property Skyline